លោកហ៊ុនសែនប្រធានព្រឹទ្ធសភាកម្ពុជាផ្ដួចផ្ដើមឲ្យរដ្ឋមន្ត្រីក្រសួងយុទ្ធភ័ពសិក្សាកែខ្លឹមសាររដ្ឋធម្មនុញ្ញដើម្បីអាចដកសញ្ជាតិពលរដ្ឋខ្មែរណាខុបខិតជាមួយបរទេសបំផ្លាញប្រយោជន៍របស់ប្រទេសជាតិនិងកុំឲ្យបរទេសជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជាការផ្ដួចផ្ដើមនឹងឲ្យសិក្សាអំពីកែខ្លឹមសាររដ្ឋធម្មនុញ្ញត្រង់មាត្រា33ដើម្បីបើកផ្លូវឲ្យមានការដកសញ្ជាតិចំពោះពលរដ្ឋខ្មែរដែលបានខុបខិតជាមួយបរទេសមកបំផ្លាញប្រយោជន៍កម្ពុជានេះត្រូវបានលោកហ៊ុនសែនប្រធានព្រឹទ្ធសភាធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាថ្នាក់ក្រោមជាតិនៃខេត្តព្រះវិហារថ្ងៃទី27 ខែមិថុនាឆ្នាំ2025ប្រធានព្រឹទ្ធសភាកម្ពុជាលើកឡើងអំពីគោលបំណងកែរដ្ឋធម្មនុញ្ញដកសញ្ជាតិពលរដ្ឋខ្មែរដើម្បីទប់ស្កាត់ពលរដ្ឋខ្មែរដែលខុបខិតជាមួយបរទេសមកបំផ្លាញប្រយោជន៍ប្រជាជនខ្មែរនិងបង្ហាញពីការមិនឲ្យបរទេសជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជាបើពិនិត្យទៅលើមាត្រា33កថាខន្ទី1នៃរដ្ឋធម្មនុញ្ញឆ្នាំ1993ចែងពីការហាមមិនឲ្យដកសញ្ជាតិខ្មែរថាប្រជាពលរដ្ឋខ្មែរមិនអាចត្រូវបានដកសញ្ជាតិនិរទេសឬចាប់បញ្ជូនខ្លួនទៅឲ្យប្រទេសក្រៅណាមួយឡើយលើកលែងតែមានកិច្ចព្រមព្រៀងជាមួយគ្នាទៅវិញទៅមកចំណែកច្បាប់ស្តីពីសញ្ជាតិរបស់កម្ពុជាឆ្នាំ2018ចែងតែអំពីការបាត់បង់សញ្ជាតិតាមរយៈការស្នើសុំពីពលរដ្ឋខ្មែរអាយុ18ឆ្នាំឡើងមានសញ្ជាតិផ្សេងនិងដោយគ្មានការបង្ខិតបង្ខំមាត្រា28ច្បាប់សញ្ជាតិកំណត់ថាជនណាដែលមានសញ្ជាតិខ្មែរហើយមានអាយុ18ឆ្នាំយ៉ាងតិចអាចសុំលះបង់សញ្ជាតិខ្មែរបានក្នុងករណីដែលជននោះមានសញ្ជាតិមួយផ្សេងទៀតនិងដោយគ្មានការបង្ខិតបង្ខំនៅថ្ងៃដែលលោកសុខារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបង្ហាញពីការគាំទ្រលោកហ៊ុនសែនចំពោះការផ្ដួចផ្ដើមស្នើវិសោធនកម្មរដ្ឋធម្មនុញ្ញក្នុងគោលដៅដកហូតសញ្ជាតិខ្មែរពីរាល់ជនទាំងឡាយណាដែលខុបខិតជាមួយបរទេសធ្វើសកម្មភាពបំផ្លាញផលប្រយោជន៍ជាតិលោកសេងឌីណាអ្នកនាំពាក្យក្រសួងយុទ្ធភ័ពបានលើកឡើងនៅក្នុងវិទ្យុបារាំងអន្តរជាតិរវៃនៅថ្ងៃដែលថាក្រសួងយុទ្ធភ័ពនឹងចាប់ផ្ដើមសិក្សារៀបចំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញពាក់ព័ន្ធនឹងការដកសញ្ជាតិខ្មែរចាប់ពីពេលនេះតែម្ដងលោកមេធាវីកងរិទ្ធិគិរីបង្ហាញទស្សនៈយ៉ាងធ្ងន់ចំពោះរឿងដកសញ្ជាតិខាងលើតាមបណ្ដាញសង្គមថាការដកសញ្ជាតិពលរដ្ឋពីកំណើតជាអំពើប្រយោជន៍ពូជសាសន៍មួយចាប់ពីថ្ងៃទី27ដល់ថ្ងៃទី29ខែមិថុនាឆ្នាំ2025នេះឃើញមានមតិផ្ទុយគ្នាជាច្រើនជុំវិញរឿងកែរដ្ឋធម្មនុញ្ញដកសញ្ជាតិខ្មែរខុបខិតជាមួយបរទេសបំផ្លាញប្រយោជន៍ជាតិក៏ប៉ុន្តែប្រមុខរាជរដ្ឋាភិបាលនាយករដ្ឋមន្ត្រីកម្ពុជាពុំទាន់បង្ហាញសារណាមួយពាក់ព័ន្ធរឿងនេះឡើយក្នុងករណីបង្កើតឲ្យមានច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មត្រង់មាត្រា33នៃរដ្ឋធម្មនុញ្ញនេះគឺពិតជានាំឲ្យមានការវិសោធនកម្មច្បាប់សញ្ជាតិឬអាចក្រមព្រំទណ្ឌនិងមាត្រាជាច្រើនអំពីការដកសញ្ជាតិពលរដ្ឋតាមរយៈសេចក្តីសម្រេចរបស់អាជ្ញាធរមានសមត្ថកិច្ចឬតុលាការគួរបញ្ជាក់ថារដ្ឋធម្មនុញ្ញកម្ពុជាគឺទើបតែកែចុងក្រោយនៅឆ្នាំ2023ត្រង់មាត្រា19ថ្មី1មាត្រា89មាត្រា98ថ្មីមាត្រា102ថ្មីមាត្រា119ថ្មី1និងមាត្រា125ថ្មីនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជានិងមាត្រា3ថ្មីនិងមាត្រា4ថ្មីនៃច្បាប់ធម្មនុញ្ញបន្ថែមក្នុងគោលបំណងបំពេញបន្ថែមការរៀបចំរាជរដ្ឋាភិបាលឲ្យកាន់តែមានស្ថិរភាពអត្ថបទលោកហេងរិទ្ធ